ចាបងប្អូនពីមុនខ្ញុំគិតថាចេះពិបាកធ្វើខ្លាំងធ្វើកសិកម្មដោយសារយើងបញ្ហាជាមួយធម្មជាតិប៉ុន្តែឥឡូវនេះយើងមិនមែនធ្វើកសិកម្មដើម្បីប្រយុទ្ធប្រឆាំងជាមួយធម្មជាតិទេណាដើម្បីរៀនរស់ជាមួយធម្មជាតិបងប្អូនដឹងហើយឥឡូវរហូតដល់ពេលធ្វើបន្លែក្នុងផ្ទះសំណាញ់ហើយក៏នៅមានបញ្ហាមួយធម្មជាតិទៀតពីមុនគិតថានៅក្រៅបានមានពេលនៅក្នុងផ្ទះសំណាញ់ចប់ហើយបញ្ហាធម្មជាតិអត់អាចបង្កឲ្យយើងមានបញ្ហាបានទេតែឥឡូវមានទៀតហើយបងប្អូនជាក់ស្ដែងសម័យផ្ទះសំណាញ់ខ្ញុំនេះខ្ញុំធ្វើក៏អាចនិយាយបានថាបត់ពិសោធន៍ដំបូងហើយនៅតំបន់ខ្ញុំខ្យល់ច្រើនអញ្ចឹងអាខាងលើពីមុខយើងហ្នឹងគេបិទស្បៃទាំងអស់អញ្ចឹងបើសិនជាធ្វើវគ្គក្រោយគឺយើងប្រើកស៊ូពាក់កណ្ដាលស្បៃពាក់កណ្ដាលពេលដែលភ្លៀងមកវាអាចការពារទឹកភ្លៀងសាចចូលមកក្នុងផ្ទះសំណាញ់បានដែរអាចនិយាយបានថាវាចូលមិនច្រើនខ្លាំងទេប៉ុន្តែសឹងថាចិត្តពាក់កណ្ដាលដែរមុខក្រោយដល់ពេលអញ្ចឹងវាធ្វើឲ្យបញ្ហាដីយើងក្រាបបន្លែអត់ដុះទេស្បៃក៏អត់ល្អដែរអញ្ចឹងវាជាបញ្ហាមួយដែលយើងមើលឃើញថាការធ្វើកសិកម្មមិនមែនជាការប្រយុទ្ធប្រឆាំងជាមួយធម្មជាតិទេប៉ុន្តែជាការរៀនរស់ជាមួយធម្មជាតិ